ឡូជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះវិលមកជួបខ្ញុំសារជាថ្មីថ្ងៃនេះដែរខ្ញុំក៏បានទៅសារទីកន្លែងមួយដែលថាបៀតបន្ទប់ជួលរបស់ខ្ញុំក៏បានទិញកាប់ម្ដុំហើយម្ដុំរបស់វាក៏មាន4ក្បាលហើយ4ក្បាលរបស់វាគឺថា30,000 ដុងគឺគេហៅ3,000 ដុងមកគិតជាលុយកម្ពុជាគឺ5,000រៀលហ្នឹងហើយពុកម៉ែបងប្អូនព្រោះអីវាមិនថ្លៃហើយវាក៏មិនថោកបាទខ្ញុំធ្វើលើកទៅអិនហើយខ្ញុំធ្វើឡើងហើយឲ្យកាត់ដើរកាត់ជើងហើយវះពោះហើយខ្ញុំក៏បានឡើងទឹកត្រួតបានដោតឈើវាចងឈើវាកុំឲ្យវាយើងពេលយើងដាក់ជៀនទៅកុំឲ្យវារួមចូលពុកម៉ែបងប្អូនហ្នឹងហើយខ្ញុំទៅគ្រឿងខ្ញុំអង្គុយចាំគ្រូសាស្ត្រមកខ្ញុំមកធ្វើការហ្នឹងហើយក៏បានរួចរាល់មានទឹកប្រៃអីចលុកពុកម៉ែបងប្អូនហ្នឹងហើយសូមពុកម៉ែបងប្អូនទស្សនាវីដេអូរបស់ខ្ញុំ Channel របស់ខ្ញុំសូមកុំភ្លេច Like ភ្លេច Share ភ្លេច Subscribe ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តកម្លាំងកាយកែស្រាយវីដេអូបន្តជាផ្លាយជាជីវិតរស់នៅកូនកម្ពុជាក្រោមនៅរស់នៅប្រទេសវៀតណាមឬរស់នៅធ្វើជាពលករនៅប្រទេសវៀតណាមវាល្មិចខ្ញុំจะចែកជូនពុកម៉ែបងប្អូនអរគ្នាចែកម្លែកថាជីវិតរស់ល្មិចចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមជម្រាបលាពុកម៉ែបងប្អូនអរគ្នាជួបគ្នានៅក្រោយវីដេអូក្រោយសូមពុកម៉ែបងប្អូនកុំភ្លេច Like ភ្លេច Share ភ្លេចជួយ Subscribe ខ្ញុំអ្នកមួយផងអរគុណជម្រាបលាបាយបាយជួបគ្នានៅក្រោយវីដេអូក្រោយទៀតអរគុណបាយបាយអរគ្នា